hay riêng này cái cam sòng tay được cái cam và chạy chi online nhưនេះគឺថាប្រទេសណាក៏មានដែរបាទគេលេងឆ្លងពិភពលោកហើយបច្ចុប្បន្ននេះគឺថាគេឆ្លងពិភពលោកប្រទេសណាក៏មានដែរកុំមកចោទតែកម្ពុជាហ្នឹងរឿងថៃណាបាទរឿងថៃចោទកម្ពុជាសិតតែស្អីណាចង់សហការជាមួយកូរ៉េណាចង់សហការមួយកូរ៉េដើម្បីបង្ក្រាបអក្រិតកម្មបច្ចេកវិទ្យានៅស្រុកខ្មែរណាអាខ្លួនឯងនោះអាចញុកគូតណាធ្វើមិនទាន់ចេញផងបើស្លាមពីខាងត្បូងទុះគ្រាប់បាយរហថ្ងៃងាប់រាល់ថ្ងៃណាអាមេប៉ុកអីផងប្រជាជនផងងាប់រាល់ថ្ងៃសង្គ្រាមរាល់ថ្ងៃជាមួយអាភាគខាងត្បូងផងជាមួយពួកភូមាផងជាមួយនឹងកម្ពុជាផងធ្វើឯងគ្រាន់បើអស់ចាស្អីហ្នឹងគាត់ថាគ្រឿងយន្តចាប់រាប់រយតោនពាន់តោនទៅហើយអស់ចាអីប៉ុណ្ណាសួរអស់ចាប៉ុណ្ណាណាអត់អស់ចាទេខ្ញុំថាឯងថៃទៅអស់ចាអត់ទេថៃអត់មានអស់ចាទេបើសម្រាប់ខ្ញុំអត់មានក្នុងកែភ្លេចខ្ញុំទេគំនិតមាយាទថោកយ៉ាងនេះខ្ញុំចាត់ទុកថាជាប្រទេសពីរនៅអាស៊ីថៃគឺជាប្រទេសពីរនៅអាស៊ីនៅក្នុងអាស៊ីនោះគឺមានតែថៃពីរជាងគេនៅក្នុងអាស៊ីខ្ញុំចាត់ទុកចឹងប្រទេសថៃខ្ញុំចាត់ទុកចឹងបាទយោងទៅលើសកម្មភាពកន្លងមកបាទបកឡើងវិញទៅទាំងអស់បកទៅក្រោយទៅវិញអស់ទៅឃើញថាវាពិតជាពីរនៅអាស៊ីមែនអត់ប្រទេសណាដែលគេឆ្លើយបើដល់ថ្នាក់ប៉ុណ្ណឹងណាវាអត់ទេមានតែប្រទេសនឹងមួយទេអញ្ចឹងបានថាប្រទេសនេះគឺជាប្រទេសពីរនៅអាស៊ីឈ្លានពានគេបាទភូមិផងរបស់ជិតខាងមិនត្រូវគេទាំងអស់ហើយបើថ្នាក់មហាអំណាចនិយាយមិនចង់ស្ដាប់ផងមានស្អីគេនោះណាវាស្អីគេវាអត់មានអស់ចាស់ទេណាហើយមានស្អីបើទីអស់3ខែជាងនេះគ្រាន់តែព្រះ4អង្គអត់បលាំងហ្នឹងណារឿងព្រះមានបលាំងសនុកទៅអុយធូគេណាបាទបើព្រះមានបលាំងឧទាហរណ៍ពុទ្ធបាទឧទាហរណ៍ពុទ្ធអីចឹងពធមានក្នុងគម្ពីរព្រះសង្ឃអាចទៅស្វែងគុំអុយធូនិយាយគ្នាបានព្រះសង្ឃបាទហើយព្រះស្អីកសបោកុកសន្ធូកោនិកមនុអីណាអាចនិយាយអុយធូបែបបានណាព្រះមានបលាំងព្រោះយើងដឹងថាព្រះមានបលាំងអត់មានទៅណាផុតពីព្រះវិហារទេនៅវិហារតាមវត្តតាមអីហ្នឹងព្រៃផ្សាយខ្វះមួយកណ្ដោអុយធូបានណាក៏ប៉ុន្តែព្រះអត់បលាំងនេះណាអត់ដឹងទៅអុយធូងវកណាទេអត់មាននិយាយបានអត់មាននិយាយវកបានទេណាគឺជាច្បាប់នៃធម្មជាតិដែលត្រូវកំទេចបំផ្លាញកុំភ្លេចណា10ឆ្នាំទៅមុខទៀត5ឆ្នាំទៅមុខយ៉ាងតិចនឹង10ឆ្នាំទៅមុខទៀតថៃមិនទាន់អាចកសាងសេដ្ឋកិច្ចបានដូចពីមុនទេមិនទាន់ស្ដារដើមបានវិញទេកុំចង់ខ្លាំងណាកុំចង់ខ្លាំងអត់ទេអត់មានអីអស្ចារ្យទេណាហើយនៅពេលដែលប្រទេសខ្លាយទៅជាពីលអាស៊ីនេះរយៈពេលកន្លងមកនេះគឺថាអាប់អោនខ្លាំងមែនទេប្រទេសថៃលើឆាកអន្តរជាតិរហូតដល់សមាជិករដ្ឋសភារហូតដល់អ្នកសារព័ត៌មានរហូតដល់មេបករហូតដល់ប្រជាជនអ្នកដឹងខុសដឹងត្រូវណាគេព្រួយបារម្ភអនាគតរបស់ថៃដែលធ្លាក់ក្នុងជ្រោះមរណៈបាទវាស្អុយឈ្មោះគេឈ្មោះលើឆាកអន្តរជាតិខ្មាស់គេបន្តិចទៀតទៅដើរទៅកាន់ពិភពលោកក៏លឺជនជាតិថៃគេបែរមុខចេញស្ដោះទឹកមាត់ណាកម្ពុជាយើងធ្លាប់ឆ្លងកាត់ហើយសម័យខ្មែរក្រហមមកយើងលេចដងបាត់មកលឺតែកាប់សម្លាប់ព័ត៌មាននេះលឺតែលើឆាកអន្តរជាតិបាទហើយសម័យហ្នឹងគឺក៏មិនទាន់មានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយផងអញ្ចឹងគេអត់ស្គាល់ខ្មែរទេបើខ្មែររូអានេះគេស្គាល់តែវាចេះបាទហើយគ្រាន់តែលឺខ្មែរគេបែរមុខចេញប្រទេសអ្នកក្រប្រទេសសង្គ្រាមកាប់សម្លាប់កាប់ចាក់តែគ្នាឲ្យខ្ពើមហ្មងពីដើមមកណាពីមុនណាបងប្អូនណាអត់តាន់មានអ្នកស្គាល់យើងទេវាមានអ្នកគ្រប់គ្រងយើងទេប៉ុន្តែមកដល់សម័យនេះគេស្គាល់ពេញពិភពលោកគេគ្រប់គ្រងពេញពិភពលោកគេកោតសរសើរថ្នាក់ដឹកនាំយើងខន្តីបានអត់ធ្មត់បានប៉ុន្តែយើងអត់ធ្មត់ទីបំផុតគឺយើងឈ្នះយើងអត់ធ្មត់បានយើងតស៊ូបានប៉ុណ្ណេះសហគមន៍អន្តរជាតិទាំងអាស៊ានរហូតដល់ណាថ្នាក់អាមេរិកកាំងជួយអន្តរាគមន៍ថ្នាក់ចិនជាមិត្តដែលខិតខំប្រឹងប្រែងសោះស្វែងជួយអន្តរាគមន៍សពបែបសពយ៉ាងទាំងអស់បាទអញ្ចឹងណាអានោះសូមឲ្យបងប្អូនយើងយល់អញ្ចឹងហើយខ្ញុំគាត់បញ្ជាក់ភាសាទៀតទេថៃអត់មានអីអស្ចារ្យទេវាគាត់អួតទេយោធាអំណាចណាបានស្ដាច់វាបាទបានស្ដាច់វាឲ្យឥឡូវហ្នឹងឃើញគេឲ្យលុយឲ្យកាក់ប្រាក់កាសអីណាធ្វើព្រំដែនធ្វើអីទៀតស្ដៅទោសខ្ញុំចង់និយាយថាព្រំដែនម៉ែស្អីវានៅហ្នឹងបើគេមិនទាន់វាស់វែងមកធ្វើរបងស្អីបើហ៊ានមកធ្វើរបងមិនទោសបើមកឆ្លៀនពីដីខ្មែរបើធ្វើរបងក្នុងដីថៃមានអីប៉ុន្តែបើសិនធ្វើរបងក្នុងដីខ្មែរអាចទោសហើយមានស្អីដាច់តែជួធ្លាប់មានប្រសាសន៍រឿងបាញ់គ្នាវាអត់មានអ្នកមានអ្នកក្រមានអ្នកតូចមានអ្នកធំទេសំខាន់ចេះកេះកាយបាញ់ទេហ៊ានកេះកាយបាញ់ទេណាមានន័យទេបងប្អូនរឿងបាញ់គ្នាវាអត់មានតអ្នកឯងធំអ្នកធំអ្នកតូចទេណាអត់ទេអ្នកមានអ្នកក្រអត់ទេវាសំខាន់ហ៊ានកេះកាយបាញ់អត់ប៉ុណ្្នឹងទេងាប់ដូចតែគ្នាទេណាងាប់ដូចគ្នាទេអាហ្នឹងអញ្ចឹងងាប់ដូចតែគ្នាទេបើថាបាញ់គ្នាគឺងាប់ដូចតែគ្នាវាយគ្នាឈឺដូចតែគ្នាទេមិនមែនតែឯងអាទិទេពអីណាតែបាញ់មិនមុតទេមិនមែនតែឯងអាទិទេពមិនចេះឈឺទេអាហ្នឹងវាអញ្ចឹងប៉ុន្តែកម្ពុជាអត់ចង់អញ្ចឹងថ្នាក់ដឹកនាំរបស់យើងគឺថាលោកប្រកាន់ជំហរសន្តិភាពបាទឥឡូវយើងចាំតាមដានតទៅទៀតទី1តើអ្វីដែលគេថាដោះលែងគេលែងមែនអត់ស្អែកខាងស្អែកនឹងអត់ទេមុនប្រជុំអាស៊ានអត់ទេបាទដែលគេថាដោះលែងកងទ័ពយើង18នាក់នោះណាប៉ុន្តែចេះរឿងកងទ័ពយើង18នាក់ហ្នឹងគឺបានអរគុណភូមាដែរភូមាសងសឹកឲ្យខ្មែរភូមាសងសឹកឲ្យខ្មែរចាប់កងទ័ពថៃបាន16នាក់បាទភូមាគេឈឺចាប់ជំនួសខ្មែរយើងដែរណាភូមាណាភូមាគាត់ចាប់កងទ័ពថៃបាន16នាក់យកទៅដាក់ទុកដែរអត់ព្រមឲ្យថៃព្យាយាមចរចាមនុស្សធម៌គេប្រើ
ចេះបាទលួងលោមមនុស្សធម៌ភូមិអត់ស្ដាប់ដល់ភូមិឆ្លើយវិញម្សិលមិញថាម៉េចបើសិនជាថៃចង់ឲ្យភូមិដោះលែងយោធារបស់ថៃឈប់ឈ្លានពានភូមិអាហ្នឹងបានភូមិបលែងបាទយេអញ្ចឹងប្រហែលជាអាចឈឺចាប់នៅពេលដែលគេចាប់កងទ័ពរបស់ខ្លួនឈឺចាប់មិនអញ្ចឹងអាខ្លួនចាប់កងទ័ពកម្ពុជាហ្នឹងតើកម្ពុជាឈឺចាប់មិនប្រហែលជាអាចប្រែរូបប៉ុន្តែយើងអត់ទាន់ជឿពីព្រោះរដ្ឋាភិបាលផ្សេងយោធាផ្សេងពួកនេះវាអញ្ចឹងហើយវាប្រដាក់គ្នាដូចខ្យងធ្វើការទេបន្តិចដូរនេះបន្តិចដូរនោះនាយករដ្ឋមន្ត្រី5នាក់ហើយមួយអាណត្តិបាទហើយរដ្ឋមន្ត្រីវាដូរឲ្យទៅពីគណៈរដ្ឋមន្ត្រីរស់រើតិចទីទាហានវាយោធាវាក៏ដោះដូរដែរចេញឲ្យមួយជួលឲ្យមួយវាប្រដាក់គ្នាធ្វើការទេណាដល់ចំបលាំងអញ្ចឹងមករំខានមកគោដល់ពេលប្រហែលរយៈពេលកន្លងមកនេះហូរហែរហូតមកដល់ពេលគេថាខ្លាំងពេកទៅវាឈប់ចេញមុខក៏ប៉ុន្តែវាឲ្យអ្នកតួសម្ដែងផ្សេងមកដាក់មីក្រូប្រហែល400គ្រាប់អស់ម្សិលមិញប៉ុន្តែដល់ត្រូវថ្មោងអាមីក្រូដឹកមកអ៊ូអបាទហែកឋិនchứណាសើចសบายក្អាកអាយប៉ុន្តែដល់ដឹកទៅវិញព្រឹកមិញនេះសួរលេងមាត់អាហ្នឹងបាទដាក់មុខជ្រឹបហើយប្រហែលជាត្រូវមាត់ច្រើនរបស់សហគមន៍អន្តរជាតិរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិអាចត្រូវគេដាក់គំនាបអត់តរួចខ្លួនទេសងខ្មែរច្រើនណាអញ្ចឹងបើថាថៃអត់អីអស្ចារ្យទេប្រទេសកំពុងធ្លាក់ដុនដាបដោយសារហានិដោយសារតែគ្រោះបាទធម្មជាតិបំផ្លាញតិចទីហើយទី1ទី2ត្រូវតែសងខ្មែររឿងប្រាសាទព្រះវិហាររឿងការបាញ់បោះរឿងការខាត់បងនៅវត្តអារាមអីជាដើមផ្ទះប្រជាពលរដ្ឋជាដើមរបស់ខ្មែរគឺត្រូវតែសងខ្មែរព្រោះអ្នកឯងប្រើ F16 បាញ់ពីលើកម្ពុជាអត់មានបាននេះទេកម្ពុជានៅក្នុងលេនដ្ឋានការពារដែនអធិបតេយ្យភាពរបស់ខ្លួនអ្នកឯងចូលមកឈ្លានពានគេមកបំផ្លាញបាទប្រាសាទព្រះវិហារបំផ្លាញវត្តអារាមកន្លែងនានារបស់ខ្មែរដូច្នេះនៅសងខ្មែរមកជាន់ទៀតជាមួយនឹងអង្គការ UNESCO របស់អង្គការ UNESCO ស្អីគេអង្គការសហជីវជាតិណាបាទក៏ទទួលផ្នែកផ្សេងគ្នាវាដូចជារដ្ឋាភិបាលកម្ពុជាមានអីក្រសួងមហាផ្ទៃណាក្រសួងការពារជាតិណាបាទក្រសួងអភិវឌ្ឍជនបទក្រសួងដែនដីណាអាហ្នឹងមានន័យថាអញ្ចឹងក្រសួងវប្បធម៌ណាអញ្ចឹងអង្គការ UNESCO ព្រះវិហារគឺស្អីគេអង្គការវប្បធម៌ណាស្មើនឹងក្រសួងរបស់ក្នុងប្រទេសយើងក្រសួងវប្បធម៌បាទក្រសួងវប្បធម៌របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងវប្បធម៌អង្គការសហជីវជាតិទទួលបន្ទុកផ្នែកវប្បធម៌របស់អង្គការសហជីវជាតិនៅសងកម្ពុជារឿងនឹងទៀតបន្តរួចខ្លួនទេអញ្ចឹងអាចជាពាក់គេផងអាសងកម្ពុជាផងអាលុតអាលាយត្រូវកសាងប្រទេសវិញផង10ឆ្នាំទៀតថៃមិនទាន់រើខ្លួនរួចផងទេអញ្ចឹងបើសិនជាថៃនៅខ្លាំងមិនព្រមចុះកិច្ចព្រមព្រៀងនេះនៅខ្លាំងជាមួយអាមេរិកជាមួយអាស៊ានទៀតថៃនឹងស្ថិតក្នុងឯកោដាក់សម្ពាធសេដ្ឋកិច្ចងាប់ឯងបាទងាប់ហ្មងអត់លួសទេបាទហើយបើរើខ្លាំងគឺ ICC ចាប់កាត់ទោសផ្ដន្ទាទោសវារឿងតែប៉ុណ្្នឹងបាទរឿងតែប៉ុណ្្នឹងទេអញ្ចឹងពាក់ព័ន្ធនឹងកងទ័ពយើងអត់តន់ជឿទាំងស្រុងចាំលេងសិនបាទយើងជឿបាទខ្ញុំជឿបងប្អូនជឿចុះឃើញគេផុសព្រួងព្រៀតគេអបអរសាទរប៉ុន្តែខ្ញុំអត់តន់ទេខ្ញុំមិនតន់ជឿទេដោយសារតែវាកលេសកលុកបាទវាកលេសកលុកអញ្ចឹងវាអត់មានអាណាច្បាស់លាស់អាណាធំយ៉ាងណាបើស្ដាច់វាលើពេញទៅវាំងអញ្ចឹងបាទអាចស្អុយពេញវាំងអញ្ចឹងទៅជឿវាស្អីកើតអានេះគឺជាចំណុចសំខាន់ហើយមួយទៀតចាំមើលថ្ងៃ24ចុះហត្ថលេខាតើថៃអាចនឹងទម្លាក់ធ្មង់ណាព្រមទៅតាមស្របទៅតាមច្បាប់អន្តរជាតិអត់បើមិនព្រមទេគឺរឿងគ្នាពេលហ្នឹងហើយទណ្ឌកម្មសេដ្ឋកិច្ចនឹងកើតឡើងពេលហ្នឹងដែរណាខ្ញុំគ្រាន់តែបញ្ជាក់បងប្អូនយើងបន្ថែមប៉ុណ្្នឹងទេណា